ហើយមានគ្នាច្រើនណាស់រួមទាំងរថក្រោះជាច្រើនគ្រឿងថែមទៀតផងថយសិនមកដើម្បីសុវត្ថិភាពរួចហើយរកទីតាំងណាមួយសម្រាប់ទទួលពួកគេឲ្យបានសមរម្យទៅស្ងាត់ណាស់ប្រហែលពួកនឹងខ្លាចយើងរត់អស់បាត់ហើយដាក់ត្រង់ជាតិយើងកន្លែងនេះហើយទាហានវារត់អស់ហើយទទួលភ្ញៀវរួចហើយមេទទួលបានល្អណាស់មេឥឡូវរត់អស់ហើយតែតំបន់នេះរៀងឆាប់តិចព្រោះមានសាច់ឆៅនិងឈាមស្រស់ច្រើនសូមរាយការណ៍ពេលនេះទ័ពសៀមវាយសម្រុកមកលើយើងខ្លាំងណាស់តើយើងគួរប្រើវិធីសាស្ត្របែបណាថយសិនមកឲ្យវាបាញ់ឲ្យអស់គ្រាប់សិនទៅឲ្យវាចូលមកបាន2ទៅ3គីឡូសិនមកចាំសរុបម្ដងស៊ូឡើងគ្នាយើងត្រូវតែការពារទឹកដីពុកយើងឲ្យបានត្រៀមខ្លួនលឿនឡើងបងប្អូនយើងចៅសៀមឈ្លានពានយើងទៀតហើយបញ្ញាប់រកកន្លែងសុវត្ថិភាពអរគុណសម្រាប់ទឹកចិត្តបងប្អូនយើងសម្រាប់ការជួយដល់កងទ័ពយើងនិងជនភៀសទឹកយើង